រដ្ឋបាលខេត្តប៉ៃលិនប្រមូលតម្រូវការអតិភិមដើម្បីកសាងកម្មវិធីវិនិយោគ3ឆ្នាំរំកិល2027-2029 សម្ដៅឆ្លើយតបលើសេចក្តីប្រកាសរបស់ពលរដ្ឋតាមមូលដ្ឋានដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបបានទាន់ពេលវេលាទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី27ខែកុម្ភៈឆ្នាំ2026រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយស្ដីពីការប្រមូលតម្រូវការអតិភិបសម្រាប់កសាងកម្មវិធីវិនិយោគ3ឆ្នាំរំកិល2027-2029 កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តប៉ៃលិនក្រោមអធិបតីភាពលោកស្រីលូនឈៀងអភិបាលរងខេត្តប៉ៃលិនតំណាងលោកជំទាវបណ្ឌិតបាងស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងលោកជំទាវខីស៊ីនេសមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីសមាជិកក្រុមប្រឹក្សាក្រុងស្រុកនាយកទីចាត់ការផែននិងការវិនិយោគខេត្តលោកស្រីអភិបាលរងក្រុងស្រុកប្រធានមន្ត្រីអង្គភាពជំនាញខេត្តជាច្រើនរួមលោកស្រីលូនឈៀងអភិបាលរងខេត្តប៉ៃលិនតំណាងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថាការរៀបចំកម្មវិធីវិនិយោគ3ឆ្នាំរំកិលគឺជាឧបករណ៍គន្លឹះក្នុងការគ្រប់គ្រងនិងបែងចែកធនធានឲ្យចំគោលដៅហើយរាល់គម្រោងដែលដាក់បញ្ចូលក្នុងផែនការឆ្នាំ2027-2029ត្រូវតែជាគម្រោងដែលចេញពីតម្រូវការជាក់ស្ដែងនិងមានផលប៉ះពាល់វិជ្ជមានខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើម្បីឲ្យការងារនេះសម្រេចបានលទ្ធផលផ្លែផ្កាលោកស្រីអភិបាលរងខេត្តប៉ៃលិនបានដាក់ចេញនៅគោលការណ៍ណែនាំសំខាន់ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់និងហ្មត់ចត់បំផុតក្នុងការប្រមូលទិន្នន័យនិងតម្រូវការអតិភិបពីគ្រប់មជ្ឈដ្ឋានការជ្រើសរើសគម្រោងវិនិយោគត្រូវធ្វើឡើងដោយផ្អែកលើតម្រូវការចាំបាច់បំផុតនៅតាមមូលដ្ឋានជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតអគ្គិសនីអប់រំនិងសុខាភិបាលលោកស្រីលូនឈៀងអភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍បន្ថែមថាផែនការវិនិយោគត្រូវតែមានភាពប្រកបនិយមនិងអាចអនុវត្តទៅបានដើម្បីធានាថាថវិកាដែលបានចំណាយទៅនឹងប្រែទៅជាសមិទ្ធផលបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដជាមួយគ្នានេះយើងមិនត្រូវធ្វើការងារនេះតាមតែទម្លាប់នោះទេប៉ុន្តែត្រូវធ្វើដោយបេះដូងនិងការទទួលខុសត្រូវខ្ពស់ព្រោះថារាល់ការសម្រេចចិត្តក្នុងផែនការវិនិយោគថ្ងៃនេះគឺជាវាសនានៃការអភិវឌ្ឍនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋយើងក្នុងរយៈពេល3ឆ្នាំខាងមុខផងដែរហើយរំពឹងថានឹងបន្តឈានទៅមុខនៅជំហានថ្មីមួយទៀតនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងឆ្លើយតបបានយ៉ាងពេញលេញនៅរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តយោងតាមបទបង្ហាញដែលបានរៀបចំឡើងដោយមន្ទីរផែនការខេត្តប៉ៃលិនបានឲ្យដឹងថាការរៀបចំផែនការវិនិយោគ3ឆ្នាំរំកិលនេះត្រូវពឹងផ្អែកទៅលើឯកសារ3សំខាន់រួមមានទី1តារាងវិភាគសេដ្ឋកិច្ចសម្រាប់ខេត្តប៉ៃលិនតារាងពិន្ទុវិស័យនិងទិន្នន័យសង្ខេបដែលជាឯកសារគោលជាមូលដ្ឋាននៅក្នុងការរៀបចំផែនការវិនិយោគឲ្យមានភាពសុក្រិត